ជាប់កាមេរ៉ា Easy Cloud ប្រើ SIM អញ្ចឹងជាដំបូងណាបងប្អូន download កម្មវិធី Easy Cloud បាទចុច agree ហើយចុចពាក្យ Cambodia បងប្អូនសរសេរមកពាក្យ Cambodia ហើយចុច next បាទខាងក្រោមនេះគឺបងប្អូន connect ជាមួយ Gmail បាទបងប្អូន connect ជាមួយ Gmail មកអញ្ចឹងបងប្អូន connect ជាមួយ Gmail ហើយបងប្អូនចុចពាក្យ add device ហើយបងប្អូនកុំភ្លេចជួយបើក Bluetooth បាទលើទូរស័ព្ទបងប្អូនបន្ទាប់មក scan QR code នៅលើកាមេរ៉ាបាទនៅលើកាមេរ៉ាគឺមាន QR code សម្រាប់ឲ្យយើង scan បាទអញ្ចឹងពេលដែលយើង scan ហើយសូមបងប្អូនរងចាំបន្តិចដើម្បីឲ្យវាដំណើរការឲ្យបាន 100% បាទអញ្ចឹងពេលដែលវាដើរបាន 100% ហើយបងប្អូនអាចសរសេរឈ្មោះទីតាំងកន្លែងកាមេរ៉ាបងប្អូនឬមួយបងប្អូនជ្រើសរើសអក្សរលើនឹងក៏បានដែរបងប្អូនណាបាទហើយបន្ទាប់មកចុចពាក្យ next បាទចុច next ទៀតមកបាទចុចពាក្យ skin for now បាទហើយកន្លែងនេះខ្វែងចោលមក cancel មកបាទអញ្ចឹងគឺការភ្ជាប់កាមេរ៉ាទទួលបានភាពជោគជ័យណាបងប្អូនចង់បញ្ជាឆ្វេងស្ដាំលើចុះក្រោមគឺបានមកសបាយហើយចង់ voice សំឡេងចុច microphone ហ្នឹងមកបាទអញ្ចឹងគឺអាច voice សំឡេងបានដែរហើយបើសិនថាបងប្អូនចង់ share កាមេរ៉ាទៅទូរស័ព្ទមួយទៀតបងប្អូនចុចកន្លែង setting ខាងលើមកហើយចុចអក្សរខាងក្រោមយកពាក្យ share device បាទចុច share device ហើយបងប្អូនចុចអក្សរខាងក្រោមមកបាទចុចពាក្យ continue start បាទអញ្ចឹងមាន QR code នេះបងប្អូនអាចយកទូរស័ព្ទបាទ download កម្មវិធី Easy Cloud យកមក scan ទៅគឺដំណើរការ